អូនអើយនេះផ្កាឈប់មកបីយកមកជួលខ្លួនឯងណាបងនិយាយថាយើងស្រឡាញ់គ្នាយូរហើយពេលណាបានមកឯងឲ្យម៉ាក់បងឯងចូលសួរអូនតាមពិតទៅបងក៏ចង់ចូលសួរខ្លួនឯងដែរប៉ុន្តែបងចេះតែខ្លាចហ្នឹងដោយសារតែពុកខ្លួនឯងមើលទៅគាត់ដូចជាអត់ពេញចិត្តបងសោះអូនអញ្ចឹងបានបងអត់ហ៊ានហ្នឹងបងម៉ែអត់តន់សាកហងមិនដឹងមិត្តភ័ក្ដិអូននៅដើមភូមិនៅចុងភូមិគេការអស់ហើយនៅសល់តែយើងឯងតាក់តងគ្នាឡើងរាប់ឆ្នាំហើយបែងឲ្យម៉ាក់បងឯងចូលសួរអូនមកឥឡូវចេះចាំបងទៅផ្ទះវិញចាំបងប្រាប់ម៉ាក់បងឲ្យចូលទៅដឹងខ្លួនឯងឆាប់ហ្នឹងណាខ្លួនឯងមិនភ័យណាចឹងអូនលាទៅផ្ទះសិនណាព្រោះអីល្ងាចដែរហើយអូនប្រញាប់ទៅធ្វើម្ហូបនេះដាំបាយឲ្យពុកហ្នឹងហើយអូនមិនអីការងារផ្ទះការងារអីធ្វើហើយនៅហើយយើងកំមុំខ្ទុំសាច់ខ្ទុំអីព្រោះអីមានគេស្រឡាញ់ច្រើនណាហើយមិនអីរឿងអាភរិនអត់មានលួចណាត់គ្នាទៅជួបគ្នានៅណានៅណីណាតែពុកដឹងអារឿងរបស់ពុកហ្មងលឺហ៎ស្ដាប់អញប្រាប់ចេះស្ដាប់ចេះអីផងជំរាបសួរអ្នកហ្នឹងហើយលើកដៃថយព្រះហើយនេះមកផ្ទះខ្ញុំមានកាយហ្នឹងទាំងពីរអ្នកម៉ែកូនហ្នឹងចាអ្នកមកនេះចង់ចូលសួរកូនអ្នកមិនក្មេងវាត្រូវគ្នាតាអ្នកគិតមិនដែរស្អីគេចង់មកភ្ជាប់សាច់ភ្ជាប់ឈាមជាមួយខ្ញុំអើយមុននឹងមកហ្នឹងនៅផ្ទះមានដែរមើលដំបូលផ្ទះអត់ផ្ទះធ្លុះធ្លាយអស់តែណែបើចង់ស្រឡាញ់កូនខ្ញុំចង់បានកូនខ្ញុំធ្វើជាកូនភាសាមាន 100000 នឹងខ្លួននៅកូនខ្ញុំមិនខ្វះឲ្យអ្នកស្រឡាញ់មិនថាអ្នកអំពេញអ្នកស្រុកអ្នកភូមិក៏គេសេរីមានដែរហើយអ្នកមកស្រឡាញ់ជិះសក់ឡាន570ឡានទំនើបហើយស្អីគេមិនប្រុងមិនដឹងកូនខ្ញុំទៅយកកូនខ្ញុំនឹងទៅឲ្យភ្ជួរស្រែភ្ជួរស្រូវដើរតាមប្តីស្ទុងស្រែស្ទុងស្រូវខ្លាំងហ្នឹងមែនសាច់ឈាមកូនខ្ញុំមិនសមជាមួយកូនអ្នកឯងទេនេះពុកឯងដូចជាជ្រុលពេកហើយ$100000គាត់ទៅបានលុយមកពីណាបើគាត់អ្នកស្រុកអ្នកស្រែដូចតែយើងដែរហ្នឹងហើយពុកឯងអត់អាណិតចិត្តកូនទេបើកូនស្រឡាញ់គ្នាមួយគាត់យូរហើយហ្នឹងណែមិនបាច់មកចេះបដៅអញប្រាប់អញទេអញដឹងហើយថាអញត្រូវធ្វើម៉េចតាមតែអញមិនចេះខុសទេថាមានមើលទេមើលសភាពមើលគ្រាន់តែអញសម័យរូបភាពណែកូនឯងទៅនៅជាមួយដឹងតែក្រលហាមស៊ីតែប្រហុកស៊ីតែក្តាមស៊ីតែខ្ចងហ្នឹងអ្នកសម្រួលទៅធ្វើម៉េចក្មេងៗស្រឡាញ់គ្នាហើយខ្ញុំគ្មានលុយ$100000ទេបើ3000ខ្ញុំអាចទៅរួចស្អីគេ$3000ហ្នឹងកាក់លុយហ្នឹងសម័យឥឡូវបើគ្មានលុយ$10000កាន់នឹងដៃទេមិនបាច់ដើរសួរមិនដឹងកូនគេទេយល់ទេអើយអ្នកស្រែចឹងមែនតាចេញប្រកបឡើង3000 4000គេអ្នកក្រុង4 10 20ម៉ឺនគេមិនព្រឺក្បាលផងហើយស្អីគេយកលុយ3000ហ្នឹងមកគ្រាន់តែថ្លៃតុកថ្លៃការថ្លៃអីហ្នឹងមិនគ្រាន់ផងបើគ្មានលុយ100000ទេមកតាមផ្លូវណាចេញតាមផ្លូវហ្នឹងវិញទៅគិតមិនកូនគាត់ប្រកប$100000នេះម៉ែអត់មានលុយទេមានតែលក់ដីស្រែលក់គោគាត់គ្រប់ដែរកូនអត់អីម៉ែបើសិនជាគាត់អត់ព្រមលើកឲ្យយើងក៏មិនចាំបាច់ទៅលក់គោលក់ក្បីដែរឥឡូវយើងទៅផ្ទះវិញមកកូនអាចកាត់ចិត្តបានពីគាត់មិនអីខ្សឹបខ្សៀវគ្នាដើម្បីប្រមូលទ្រព្យរបស់លក់គេអកលក់ដីលក់គោលក់ផ្ទះមែនតែប្រហែលជាលក់មិនគ្រប់ទេពួកអី100000ដែរច្រើនហ្នឹងហើយអ្នកខ្ញុំជំរាបលាទៅវិញសិនហើយអត់មានលុយទេគាត់លឺ100000អង្គុយលេងជាប់នឹងក្រែទៅកូនយើងទុកចោលក៏បានដែរខ្វះទេអ្នកមកស្រឡាញ់មកមិនដឹងទៅចាជំរាបលាសិនណាអ្នកមិនបាច់លាច្រើនដងទេមកតាមណាទៅតាមផ្លូវហ្នឹងមិនតាមមើលវាដល់ណាស្នោះស្នោអាក្រលហាមហ្នឹងចាប់ពីថ្ងៃនេះតទៅអត់មានទៅលួចតាក់តងតំណែងអីមួយវាទៀតតែអញដឹងតែរឿងហើយត្រៀមខ្លួនទៅហើយមានកូនអ្នកមានគេចាំមកចូលសួរកូនឯងទៅបន្ទប់ទៅអីទៅដេកថែខ្លួនថែស្អាតរងចាំប្តីថ្មីដែលស្អាតហើយមានទៅចាពុកឲ្យទៅរកអ្នកមានមិនចង់មានទេកញ្ចៅរកតែលិចអត់មានចង់តែអីសោះនេះមិនកូននេះ
នាងនឹងខ្លួនណានាងកាត់អីហ្នឹង បងគាត់កាត់អីអ្នកនាងមកយាយអ្នកនាង នាង នេះមកយាយ លីណាតើលីណា បងបាយស្គាល់គាត់ដែរ ហ្នឹងហើយបងស្គាល់តាគាត់ណាពីមុនណាជាសង្សារចាប់បង នេះបងភិរិនតា មកងាប់សិនលីណាមើលបងស៊ុំមួយមើលហើយអូនឯងទៅណាមកណាបានដល់ថ្នាក់ខ្យល់គោតាមផ្លូវចឹងហ៎ ខ្ញុំទៅមកពីស្រែហ្នឹងហ៎បង ហើយចុះណៃតាំងពីបាយពីបងមកសុខសប្បាយធម្មតាតែអត់មានពិបាកអីណា អត់សូវសុខទេបងព្រោះអីតាំងពីការហើយមកប្តីខ្ញុំវាយធ្វើបាបខ្ញុំហើយកូនខ្ញុំហើយឪពុកខ្ញុំលាចាក់លោកទៀត បងមើលតើអូនឯងគួរអាណិតខ្លាំងណាស់ មើលទៅមកឯងឥឡូវដូចជាធូរធារដែរហើយមានឡានជិះហើយពាក់កៅអៅល្អហើយចុះគាត់ជាណាគេដែរ ហ្នឹងហើយអូនគាត់គឺជាប្រពន្ធរបស់បងហើយឥឡូវបងក៏រស់ស៊ីរៀងធូរធារជាងមុនដែរដោយសារតែការមើលងាយរបស់ឪពុកអូនឯងធ្វើឲ្យបងរីកចម្រើនជាងហ្នឹង ហើយបើឯងមកម្ដុំនេះមានការអីមែនបង ហ្នឹងហើយអូនបងមកម្ដុំនេះបងថាមករកមើលទិញដីហ្នឹងប៉ុន្តែឥឡូវយើងមិនទៅនិយាយរឿងហ្នឹងទេពួកអីបងមើលតើណៃដូចចាក់សោកស្រួលខ្លួនមកនេះអញ្ចឹងតោះទៅផ្ទះចាំបងជូនទៅណា